ខ្ញុំបង្ហាញជូនពីទិសហេងទិសយប្រចាំខែមេសាតើយ៉ាងណាខែមេសាចាប់ផ្ដើមនៅថ្ងៃទី5ខែមេសាវេលាម៉ោង 1:40 នាទីឡើងទៅរហូតដល់ថ្ងៃទី5ខែឧសភាវេលាម៉ោង 18:49 នាទីហើយនេះគឺផ្ដោតទៅលើតារាសាស្ត្រប្រចាំខែមេសាហើយមុននឹងយើងដឹងទិសណាហេងទិសណាសយហ្នឹងគឺយើងត្រូវដឹងពីទិសសិនទិសណាទិសឈ្មោះទិសហេងទិសអ្វីហើយខ្ញុំរាប់តាមតនិចនាឡិកាមើលតាមរូបណាតាមតនិចនាឡិកាគឺខាងលើគេគឺសំដៅទៅលើទិសទក្សិណទិសខាងត្បូងទិសខាងត្បូងនឹងឯងគឺជាទិសកិត្តិយសឬក៏គេឈ្មោះចំណែកឯទិសនិរតីគឺជាទិសទំនាក់ទំនងស្នេហាហើយកូនចៅប្រសិនបើចង់បានស្នេហាណាដល់គូហើយអញ្ចឹងគឺនៅទិសនិរតីរីឯទិសបច្ចឹមទិសខាងលិចគឺជាទិសកូនឬក៏បរិវារជាកន្លែងស្នាក់នៅតំណែងរបស់បរិវារណាឯទិសពាយ័ព្យគឺជាទិសធ្វើដំណើរអញ្ចឹងប្រសិនបើយើងមានទីធ្លានៅទិសពាយ័ព្យហ្នឹងជាកន្លែងផ្ទុកឡានផ្ទុកយានជំនិះអីផ្សេងនៅក្នុងបរិវេណផ្ទះយើងហ្នឹងគឺយើងលៃទុកនៅទិសពាយ័ព្យហ្នឹងសម្រាប់ធ្វើដំណើររីឯទិសខាងជើងគឺជាទិសអាជីពឬក៏ការងារហើយចំណែកឥសានជាទិសចំណេះដឹងឬក៏ព្រលឹងវិញ្ញាណនៅទិសឥសានហ្នឹងឯងគឺយើងដាក់រៀបគ្រូបាជាយរៀបអ្វីផ្សេងដែលជាទីសក្ការៈរបស់យើងហើយទិសបូព៌ាគឺជាទិសគ្រួសារឬក៏សុខភាពអញ្ចឹងមេគ្រួសារហ្នឹងគឺនៅកន្លែងទិសខាងកើតហ្នឹងចំណែកទិសអាគ្នេយ៍គឺជាទិសលុយលាភឬក៏សេចក្តីរុងរឿងដែលយើងគ្រប់គ្នាចង់បានហ្នឹងណាដែលខ្ញុំចង់បញ្ជាក់ជូននោះគឺទិសខាងត្បូងមានធាតុភ្លើងទិសនិរតីមានធាតុដីចំណែកឯទិសបច្ចឹមទិសខាងលិចហ្នឹងគឺមានធាតុលោហៈហើយចុះទិសពាយ័ព្យក៏មានធាតុលោហៈដូចគ្នាចំណែកទិសខាងជើងចំគឺមានធាតុទឹកឯទិសឥសានមានធាតុដីទិសពាយ័ព្យទិសបូព៌ាទិសខាងកើតហ្នឹងគឺមានធាតុឈើហើយចំណែកឯទិសអាគ្នេយ៍ក៏មានធាតុឈើដូចគ្នានេះឯងសំដៅថារាសីរបស់បុគ្គលម្នាក់គឺមានធាតុរៀងខ្លួនណាហើយអញ្ចឹងយើងធៀបទៅប្រឡោះនីមួយនៅក្នុងខែមេសាហ្នឹងធាតុណាចរចូលមកហើយកាលណាធាតុណាកើនខ្លាំងអញ្ចឹងរាសីរបស់យើងហ្នឹងយើងធៀបទៅនឹងធាតុទៅហើយយើងយកតំណែងដែលរាសីឡើងខ្លាំងហ្នឹងណាមានន័យថាជាធាតុត្រូវការរបស់យើងហើយអញ្ចឹងយើងចាប់យកលុយលាភទៅតាមនឹងទៅណាចាប់យកប្រេងសំណាងទៅតាមទិសទៅតាមតំបន់នីមួយទៅហើយជាបន្តគឺខ្ញុំរៀបរាប់យុគចូលមកបើយើងនិយាយទៅលើយុគនៅក្នុងចាប់ពីឆ្នាំ2025មក24មកហើយចាប់ដើមយុគ9ហ្នឹងគឺមានធាតុភ្លើងអញ្ចឹងយុគ9ហ្នឹងគឺនៅចន្លោះកណ្ដាលបន្ទាប់ពីយុគយើងនិយាយពីយុគយើងរាប់ទៅតាមទិសហ្នឹងណា9មកវាចូល1អត់មាន10ទេមានត្រឹម9ហ្នឹងខ្ពស់ជាងគេហើយអញ្ចឹងចូល1គឺនៅទិសពាយ័ព្យចំណែក2នៅទិសបច្ចឹម3នៅទិសឦសាន4នៅទិសខាងត្បូងឯ5នៅទិសឧត្តរអញ្ចឹងខាងជើងឧត្តរហ្នឹងគឺតារាពណ៌លឿងលេខ5ហ្នឹងមិនសូវល្អទេជាតារាជំងឺណាហើយអញ្ចឹងសយពេញ20ឆ្នាំទៅហើយនេះដើម្បីកាត់សយចេញគឺយើងត្រូវរៀបក្បួនរីឯតារាលេខ6នៅទិសនិរតីហើយលេខ7នៅទិសខាងកើតហើយ7ក៏មិនសូវល្អដែរហើយ8នៅទិសអាគ្នេយ៍អញ្ចឹង8នឹងឯងគឺជាតារាលុយលាភហើយបានចូលមក9នៅកណ្ដាលវិញហើយអញ្ចឹងខ្ញុំសង្ខេបយុគសំខាន់ហ្នឹងណាលេខ9គឺជាតារាលុយលាភលុយបណ្ដាក់ទុនអញ្ចឹងនៅចន្លោះកណ្ដាលគឺមានធាតុភ្លើងបើធាតុដើមគឺមានធាតុដីហើយអញ្ចឹងភ្លើងចូលមកអញ្ចឹងយើងមិនទាន់ធៀបធាតុទេណាចាំសរុបរួមទាំងអស់ទាំងឆ្នាំទាំងខែសូមយើងធៀបទៅលើធាតុតែធាតុភ្លើងចរចូលមកនៅចន្លោះកណ្ដាលទៅជាតារាលុយលាភចរចូលមកតារាលេខ9ហ្នឹងរីឯលេខ8ក៏ជាតារាលុយលាភដែរអញ្ចឹងស្ថិតនៅគ្នេអញ្ចឹងប៉ះចំប្រឡោះលុយលាភតែម្ដងណានៅក្នុងប្រឡោះអាគ្នេហ្នឹងគឺមានធាតុឈើអញ្ចឹងធាតុដីចរចូលមកតើយ៉ាងណាហើយផ្ដល់លុយលាភឲ្យហ្នឹងយ៉ាងណានេះគឺជាតារាល្អតារាសុភមង្គលស្ថិតនៅទិសនិរតីចំទិសល្អពីព្រោះជាទិសទំនាក់ទំនងស្នេហាអញ្ចឹងទិសហ្នឹងគឺពោពេញទៅដោយសុភមង្គលណាហើយពិសេសកូនស្រីប្រសិនមានផ្ទះបែរទៅខាងជើងអញ្ចឹងគេងនៅក្នុងប្រឡោះហ្នឹងណានឹងទទួលបានសុភមង្គលនេះគឺកូនស្រីដែលមិនទាន់មានគ
គូណាតែមិនទាន់មានគូបើសិនមានផ្ទះបែរទៅជើងគួរតែសម្រាកសម្រាននៅទិសនិរដីហ្នឹងនឹងទទួលបានវាសនាល្អប្រសើរខ្លាំងទៅលើគូហើយប៉ុន្តែដល់មានគូក្រងហើយអត់នៅប្រឡោះហ្នឹងទៀតទេណាគឺត្រូវបដូរទៅតាមទិសស្វាមីគឺនៅខាងនាគបៃតងហើយអញ្ចឹងយើងក៏បដូរមកទិសក្បាលដំណេកឬក៏ទិសបន្ទប់នឹងឯងគឺនៅតំណែងខាងនាគបៃតងវិញម្ដងណាហើយយើងមើលតួឆ្នាំវិញម្ដងនៅលើឆ្នាំ2026តារាលេខ1ចចូលមកអញ្ចឹងតារាលេខ1ហ្នឹងនៅចំកដាលប្រឡោះកដាលបន្ទាប់មកតារាលេខ2នៅពេលយប់តារាលេខ1គឺធាតុទឹកតារាលេខ2គឺធាតុឈើខ្ញុំជម្រាបធាតុជូនតែម្ដងឯតារាលេខ3គឺតារាលេខ2ធាតុដីតារាលេខ3ធាតុឈើនៅទិសបច្ចឹមរីឯតារាលេខ4ធាតុឈើដូចគ្នានៅទិសឦសានហើយតារាលេខ5មិនល្អទេអញ្ចឹងនៅទិសតសិនអញ្ចឹងនៅទិសតសិនទិសខាងត្បូងហ្នឹងគឺលេខ5ឆ្នាំមិនសូវល្អទេណានៅទិសខាងត្បូងហ្នឹងហើយខាងត្បូងចំទិសមមីក៏ជាទិសថៃសួយក៏មិនល្អដូចគ្នាថៃសួយហ្នឹងគឺឆុងប្រហែលឆ្នាំណាឆុងឆ្នាំមានឆ្នាំជូតឆ្នាំឆ្លូវថោះមមីរកាហើយវោកក៏ជួបគ្រោះដែរហើយដើម្បីរំដោះឆុងទាំងអស់ហ្នឹងឆ្នាំទាំងប្រមាណហ្នឹងឯងគឺត្រូវមកទិសខាងជើងប៉ុន្តែខាងជើងហ្នឹងគឺជាប់ទិសអសូរកាយទៅហើយក៏យកលេខ5ហ្នឹងនៅទិសខាងជើងនឹងដូចគ្នាអញ្ចឹងมันអាចមកបានទេมันអាចរំដោះខ្លួនបានទេតើតែរកវិធីផ្សេងរៀបក្បួនផ្សេងទៅដោះបានណានៅឆ្នាំ2026ហ្នឹងសម្រាប់អ្នកដែលជាប់ឆុងជាប់គ្រោះទាំងប្រមាណហ្នឹងណា6ក៏នៅទិសខាងជើងលេខ6ជាតារាសុភមង្គលមានធាតុលោហៈតែប៉ុន្តែទិសខាងជើងហ្នឹងវាមានជាប់យកលេខ5នៅទៅនឹងដែរអញ្ចឹងវាប្រតិបត្តិទាញគ្នាមិនសូវល្អទេហើយចូលលេខ7នៅទិសនិរដីមានធាតុលោហៈចូលលេខ8មានធាតុដីនៅទិសខាងកើតឯលេខ9ជាតារាលុយលៀបអញ្ចឹងនៅទិសនេះអាគ្នេយ៍គឺនឹងទទួលបានលៀបធំណាប្រសិនបើកូនចៅនៅទិសអាគ្នេយ៍ហ្នឹងឲ្យត្រូវធាតុទៀតណាបើសិនជាយើងមើលទៅលើយុគគឺធាតុដីរីឯឆ្នាំធាតុភ្លើងចូលមកហើយធ្វើត្បិតតែនៅប្រឡោះជាមួយគ្នាមែនប៉ុន្តែធាតុខុសគ្នាហើយអញ្ចឹងយើងត្រូវរៀបក្បួនចាប់លុយលៀបឲ្យបានល្អិតល្អន់នៅអាគ្នេយ៍ហ្នឹងហើយបើមិនអញ្ចឹងគឺជាប់ឆុងណាចូលដល់ខែវិញម្ដងយើងមើលនៅខាងស្ដាំដៃមានតារាលេខ6ចូលមកនៅក្នុងចន្លោះកណ្ដាលណាតារាលេខ6ហ្នឹងគឺធាតុលោហៈបានចូលមកលេខ7នៅទិសពាយ័ព្យធាតុលោហៈដូចគ្នាបានលេខ8នៅទិសបច្ចឹមទិសខាងលិចមានធាតុដីឯតារាលេខ9គឺនៅទិសឦសានមានធាតុភ្លើងហើយយើងដឹងទៅតាមយុគហើយតារាលេខ9គឺមានធាតុភ្លើងបានចាប់ចូលតារាលេខ1គឺនៅទិសតសិនទិសខាងត្បូងមានធាតុទឹកបានចូលលេខ2គឺនៅខាងក្រោមវិញម្ដងនៅទិសខាងជើងមានធាតុដីបានចូលលេខ3នៅទិសនិរដីមានធាតុឈើចូលលេខ4នៅទិសខាងកើតមានធាតុឈើហើយលេខ5ជាតារាទេពមិនល្អទេនោះចូលចំទិសអាគ្នេយ៍បាត់ទៅហើយមានធាតុដីហើយអញ្ចឹងបើសិនបើយើងមើលទៅលើប្លុកតំណែងលុយលៀបហ្នឹងភាពរុងរឿងអញ្ចឹងនៅក្នុងក្រុមគ្រួសារនីមួយនឹងឯងគឺចាប់លុយលៀបហាក់ដូចជាពិបាកហើយអាចនឹងជួបរឿងសយណាដោយសារតែតារាខែលេខ5នឹងឯងជាផ្កាយពណ៌លឿងលេខ5ចូលនៅក្នុងប្លោះលុយលៀបបាត់ទៅហើយអញ្ចឹងយើងមើលតំណែងសុភមង្គលនៅទិសនិរដីវិញម្ដងមើលមានលេខ6ជាតារាសុភមង្គលបានចូលលេខ3មានលេខ7ទៀតលេខ7ក៏មានអត្តចរិតមើងម៉ាត់បន្តិចហើយក៏ខុសខើដែររីឯលេខ3ក៏មានអត្តចរិតផ្ទុយនឹងឈ្មោះណាតារាលេខ3គឺតារាលុយប៉ុន្តែវាសកម្មភាពឬក៏អត្តចរិតគឺផ្ទុយទៅនឹងឈ្មោះទៅវិញគឺជាតារាបង្កចំនួនបញ្ឆេះកំហឹងប្រឈមនឹងមជ្ឈដ្ឋានជុំវិញខ្លួនហើយអញ្ចឹងតំណែងសុភមង្គលក៏ខូចផលមិនសូវល្អដែរនៅខែហ្នឹងហើយអញ្ចឹងយើងមើលប្លោះក្តាលវិញម្ដងប្លោះក្តាលគឺលេខ9គឺយុគហើយឆ្នាំគឺលេខ1ហើយ
អញ្ចឹងនៅប្រឡោះកដាលហ្នឹងគឺមានលេខ6ទៀតហើយអញ្ចឹងបញ្ជាក់ថាមានតែប្រឡោះកដាលទេដែលល្អប្រសើរណានៅប្រឡោះកដាលហ្នឹងគឺយើងថ្វាយទឹកជាដង្វាយទៅនៅប្រឡោះកដាលជាទូទៅគឺយើងមានជំនាញហើយអញ្ចឹងនៅកន្លែងហ្នឹងគឺយើងថ្វាយទឹកទៅដើម្បីទទួលបានលាភនិងសេចក្តីរុងរឿងកើតឡើងណានៅក្នុងប្រឡោះកដាលហ្នឹងក៏ជាតំណែងសុខភាពដែរហើយតារាលេខ6នៅប្រឡោះកដាលហ្នឹងគឺជាតារាសុភមង្គលអញ្ចឹងមានលេខ1លេខ6ហើយនិងលេខ9ហើយអញ្ចឹងជុំវិញទាំងអស់ហើយយើងនៅកដាលទៅណានៅចន្លោះកដាលប៉ុន្តែកដាលហ្នឹងគឺយើងមើលទៅលើធាតុទៀតលេខ1គឺមានធាតុទឹកលេខ6គឺមានធាតុលោហៈហើយលេខ9តារាលេខ9គឺមានធាតុភ្លើងហើយអញ្ចឹងយើងមើលទៅលើធាតុផ្ទាល់របស់កូនចៅកូនក្មួយឲ្យបានល្អិតល្អន់ណាអ្វីត្បិតតែប្រឡោះកដាលហ្នឹងគឺនៅក្នុងខែហ្នឹងគឺល្អជាងគេប៉ុន្តែយើងក៏មិនមែនចេះតែមកដែរមិនមែនចេះតែនៅប្រឡោះកដាលហ្នឹងទេអាចនឹងឆុងធាតុតើតែយើងមើលធាតុឲ្យបានត្រឹមត្រូវណាទើបយើងទទួលបានតំណែងកដាលនឹងសមប្រកបហើយមុនបញ្ចប់ចង់ជម្រាបជូនដំណឹងដល់កូនចៅកូនក្មួយឫស្សីទិសហេងទិសសយហ្នឹងខ្ញុំក៏បង្ហាញជូនរៀងរាល់ថ្ងៃផងដែរដល់កូនចៅកូនក្មួយដែលតាមដានលៀបសក្ការៈហ្នឹងណាមានដូចជាធ្វើបន្ទុកលុយលៀបបួងសួងសុំលក់ដីឆាប់ដាច់អ្នកខ្លះសមាធិចាប់លុយលៀបកតុនលៀបហ្នឹងណាហើយអញ្ចឹងខ្ញុំបង្ហាញជូនឫស្សីជាប្រចាំថ្ងៃប្រចាំម៉ោងជូនដល់កូនចៅកូនក្មួយផងដែរជួបខ្ញុំតាម Telegram 016 860 678ហើយអញ្ចឹងខ្ញុំបញ្ចប់ការមើលឫស្សីទិសហេងទិសសយប្រចាំខែមេសាត្រឹមប៉ុណ្្នឹងចឹងណា